បន្ទប់អាថ៌កំបាំងមួយនៅក្នុងប្រទេសប៉េរូដែលមនុស្សប្រើសម្រាប់តាក់ទងវិញ្ញាណទីកន្លែងមួយដែលមានឈ្មោះថា Chewin de Huta ដែលវាមានអាយុកាលជិត 3000 ឆ្នាំមកហើយនៅទីនោះឃើញថាមានបន្ទប់សម្ងាត់នៅក្រោមដីដែលមានរូបសិល្បៈចម្លាក់លើថ្មជាច្រើននិងមានគ្រោងឆ្អឹងដ៏ចម្លែកអ្នកវិទ្យាសាស្ត្របានរកឃើញថានៅក្នុងបន្ទប់នោះមានស្នាមសល់នៃសារធាតុបន្លែនិងឱសថបុរាណដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាដូចជាសុបិននិងមើលឃើញអាថ៌កំបាំងជាច្រើននោះគេហៅថា hallucinogen អ្នកបុរាណបានប្រើវាដើម្បីធ្វើពិធីសាសនាបែបសម្ងាត់ដែលគេជឿថាអាចតាក់ទងជាមួយនឹងព្រះនិងវិញ្ញាណបានគាត់ទាំងនោះធ្វើពិធីដោយចូលទៅក្នុងបន្ទប់ងងឹតមួយមានសូរសំឡេងនិងខ្យល់ត្រជាក់ផងដែរបន្ទប់ត្រូវបានគេសង់ជាបណ្ដុំផ្លូវក្រោមដីបែប labyrinth ពួកគាត់បានស្រូបចំហាយពីឱសថបុរាណបន្ទាប់មកពួកគាត់និយាយថាពួកគាត់បានឃើញព្រះឬក៏សត្វអាថ៌កំបាំងដូចជាសត្វត្រីឬបក្សីហើយនឹងមានសត្វចម្លែកបន្ទប់នេះត្រូវបានប្រើសម្រាប់បដូរស្មារតីមនុស្សឲ្យដូចជាចូលទៅក្នុងពិភពវិញ្ញាណមនុស្សនៅក្នុងសម័យនោះគាត់និយាយថាពេលចូលទៅក្នុងស្ថានភាពបែបនេះគេអាចទទួលសារពីព្រះនិងទស្សន៍ទាយឃើញអនាគតអ្នកវិទ្យាសាស្ត្រមិនទាន់បានដឹងថាពួកគេធ្វើដូច្នេះដើម្បីព្យាបាលផ្លូវចិត្តឬក៏ដើម្បីតាក់ទងជាមួយនឹងវិញ្ញាណអាថ៌កំបាំងនោះទេតែអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរសូម comment នៅខាងក្រោមវីដេអូ